nơi cào pe đà chun sang say và chmô thà siêu chay sắt chia côn lột cài mùi song cà rong từ pan pop pia nơi khang khát bản tin mình chơi bàn châu khuôn từ căn song cà than của bà khát bật đầm bong lục soi sập hiệp miền bầm non trong snai oi cửa xuông mà hạp tây đọ tu nệ tì đầy ở bốc miền chun ở miền tu nệ tì chia và ở song cà rong nồng tai lục hay mình nè thà cà sna bẹp ni cứ chia cà lơ hỏi vẽ pon tên năng mặt đai rồi bò bà chun sang say bà cứ trong bắt đăng lục hay mình nè đai lục hay mình nè bàn bằng ho nơi po đầm miền chia bẩn to vẽ pon tên năng cả này côn pro rồi bỏ quạt tai lục hay mình nè mình khai tên năng bẩn đăng rồi có cà cùng riêng bắt đăng rồi bỏ mặt đai chun sang say nữa thế lục hay mình nè tham tiền úp bật thom oi bà nè minh cứ $10,000 tham tiệt phóng sầm rắp bà rót cà bắt đằng bắt đo quạt xem pri mất chỉ tìm thấy đôi đại lục nè bàn chìp ruồi từ hái vẽ pon chỉ một nâng cả này cua thạch chả cho đo rần thốt đa bàn sầm lấp mình núp vào môi nè bà ruom chỉ một nâng tỉa rụ bà đại tớp tại mình là dụng bày khai nè nông tây đại cả này ní cứ nơi khang khai bật đầm bòn sân thấtในการអំពីវនីវបាទពីសំណាក់ថ្នាក់ដឹកនាំបាទគ្រប់ជាន់ថ្នាក់រហូតដល់មានទាំងនាយករដ្ឋមន្ត្រីក៏ដូចជាប្រធានរដ្ឋសភាផងបានឲ្យពុកបាទក៏ដូចជាសមត្ថកិច្ចហ្នឹងគឺថាមានវិធានការទៅតាមផ្លូវច្បាប់បានតឹងរឹងកុំឲ្យអាងទូនាទីជាពុកដែលជាស្នងការរងហើយធ្វើទង្វើក៏ដូចជាប្រព្រឹត្តនៅករណីនេះហើយរួចខ្លួនមហាជនក៏បានបាទកោតទោសបាទក៏ដូចជាមានការប្រតិកម្មយ៉ាងខ្លាំងvà chiaបន្តរយៈពេលប្រហែលថ្ងៃក៏ស្រាប់តែលេចវត្តមានរបស់ជនសង្ស័យដែលមានឈ្មោះថាស៊ីវជ័យសិទ្ធអាយុ20ឆ្នាំដែលបើករថយន្តសេរីទំនើបបាទម៉ាក Mercedes បាទបង្កគ្រោះថ្នាក់នោះចូលខ្លួនទៅកាន់ស្នងការនគរបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី1ខែមេសាឆ្នាំ2026ក្រោយពេលដែលបុគ្គលឈ្មោះថាស៊ីវជ័យសិទ្ធបានចូលខ្លួនបាទទៅកាន់ស្នងការនគរបាលខេត្តបាត់ដំបងរួចហើយក៏ស្រាប់តែលោកសយសុភាពបានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនដោយចង់ស្នើឲ្យក្រសួងមហាផ្ទៃដកទូនាទីឪពុករបស់ជនល្មើសបាទផងដែរមុននឹងបន្តដំណើរក្តីបាទតាមផ្លូវតុលាការការបង្ហោះសាររបស់លោកសយសុភាពក៏ត្រូវបានបងប្អូនមហាជននៅក្នុងបណ្ដាញសង្គមខ្លះក៏មានការសាទរនិងគាំទ្រនៅមតិយោបល់របស់លោកក៏ដូចជាគំនិតដែលនឹកឃើញបែបនេះក៏ប៉ុន្តែមានមហាជនខ្លះទៀតក៏បានមិនគាំទ្រในការលើកឡើងរបស់លោកសយសុភាពនោះទេត្បិតអីបុគ្គលបាទដែលជាកូនបាទធ្វើទង្វើខុសច្បាប់បាទយើងគេហៅថាចាប់ឬក៏ផ្ដំទាទោសទៅកូនទៅគឺជារឿងត្រឹមត្រូវហើយពីព្រោះឪពុកមិនបានពាក់ព័ន្ធនៅក្នុងករណីនេះទេដូច្នេះលោកផៃម៉ាណៈដែលជាមិត្តភ័ក្តិរបស់លោកសយសុភាពផងដែរហើយក៏ជាអង្គការសារព័ត៌មានមួយរូបនៅក្នុងបាទប្រទេសកម្ពុជារបស់យើងហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមែនទែនក៏បានឃើញនៅការបង្ហោះរបស់លោកសយសុភាពក៏បានមានមតិយោបល់ផងដែរជុំវិញទៅនឹងករណីនេះដោយលោកពូផៃម៉ាណៈបានលើកឡើងក៏ដូចជា share ចែករំលែកនៅក្នុងការផុសរបស់លោកសយសុភាពហើយបានលើកឡើងថាលើសហើយពួកម៉ាក់កូនមកទទួលខុសត្រូវចំពោះមុខច្បាប់ហើយឪពុកម្ដាយមិនពាក់ព័ន្ធទេបាទគុំពង្រីកបញ្ហាបន្តមកទៀតលោកផៃម៉ាណៈក៏បានបង្ហោះសារជុំវិញទៅនឹងម្ដាយរបស់ជនសង្ស័យម្ដងដោយលើដំណឹងពីខាងខេត្តបាត់ដំបងមកថាម្ដាយរបស់ជនបង្កករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្ស6នាក់ស្លាប់បាទគឺខឹងលោកផៃម៉ាណៈខ្លាំងណាស់រហូតប្រមាថលោកផៃម៉ាណៈបើថាបើគាត់ដោះស្រាយកូនចិញ្ចឹមគាត់រួចហើយគាត់នឹងពិចារណាឲ្យមេធាវីប្តឹងផៃម៉ាណៈឲ្យដឹងខ្លួនម្ដងលោកផៃម៉ាណៈបានបន្តថាចាយអើយចាយកុំធ្វើដល់ថ្នាក់ហ្នឹងខ្ញុំខ្លាចចាយនឹងប្តីចាយខ្លាំងណាស់បើប្តឹងខ្ញុំសូមឧបត្ថម្ភ$10,000ឲ្យចាយប្តឹងតែខ្ញុំកំពុងស្រាវជ្រាវរកអ្នកដឹកកូនរត់បើកិច្ចខ្លួនពីកន្លែងកើតហេតុដែរបើខ្ញុំដឹងថាម្ដាយជាអ្នកដឹកកូនរត់កិច្ចខ្លួនខ្ញុំសំណូមពរឲ្យតុលាការចាត់ការម្ដាយនោះបាទទៅតាមច្បាប់ផងដែរបាទចឹងទេគឺលោកផៃម៉ាណៈបាទមិនខ្លាចបាទលោកស្រីដែលជាម្ដាយជនសង្ស័យហ្នឹងគឺថា
bất đăng thế và tham tặng bạc cả ốp thom bắt đầu từ bà tạc bạc nó cứ $10,000 tham tiệt phón đầm bay sầm rạp ói bà lục sợi bất đăng lục siêu chơi sắt đã chơi dụ viện chun mở ruột bà rốt yun sợi tôm nếp bọc bà chun rong cua bà slap và hốt đo tới pra muối nè ban châu sa đập hiệp nơi chấm phu mục sầm mặt cách bà cao pi mà sân mình hay bà dùng tam chấm loi sa đập hiệp rồi bọc luôn đúng cứ tha ban trật tua score bà nơi cầm hô bà có đôi chia ban bà mình bắt để sai tê bà tha luôn bật chỉ nè bà có yun Mercedes GT 57 hay bốc bà chun rong cua bà slap pra muối nè bật pra cọt men nơi plei chiết đầy pram đaสถิตในขนมสระมงหรือใส่ไข่บัดดำบองบัดโดยเฉพาะยุวชนชมทาซิลใจเซ็ตบาคือเหมือนบานปะเดซายท้าบากอดจินเนี่ยแกดำมันปะเดซายท้ากอดจินเนี่ยบาเต้บาคือคล้วนคือจินเนี่ยบารถยนต์นี้บาตายหมัดบองไอรถยนต์นี้คือบองปอนมหาชนในขนมบันไดสังคม Facebook นั่นคือตามีการจับอารมณ์แต่นังโลโก้ระบบรถยนต์นี้ได้บัดบารูประบบสบัดมาเฟียสายเครื่องยินระบบcái hạt thàประเทศมันchỉ cố đó và chẳng cứ mình đang thà ta quạt dọc bọc côn nó chỉ ai đồ rồi bọc quạt coi giờ na tê và ta giờ na dương rồi chăm mưa bẩn tó đẹp tôn tình nắng ẩm na tòa lá cá đài bắt đón tiết tô rồi có rô khơi nơi bọt làm mơ cái đôi chia thà ta bọc côn một thà siêu và chơi sạch níត្រូវបានតឡាការរកឃើញបាទប្រមាណបត់ល្មើសហើយជាប់ពន្ធនាគារដែរឬអត់ហើយបើជាប់ពន្ធនាគារនឹងរយៈពេលប្រមាណឆ្នាំយើងនឹងរងចាំតាមដាននៅរឿងនេះបន្តទៅទៀតដើម្បីជំរាបជូនបាទពុកម៉ែបងប្អូនឲ្យបានជ្រាបបាទក៏ដូចជាឲ្យដឹងតកតងទៅនឹងករណីនេះព្រោះករណីនេះគឺបងប្អូនមហាជននៅក្នុងបណ្ដាញសង្គមនឹងគឺពិតជាមានការយកចិត្តទុកដាក់តាមដាននិងចង់ដឹងខ្លាំងណាស់ថាតើវាសនារបស់បជនបង្កបាទដែលបានបើកបរប្រហែសប្រមាថអាយុជីវិតអ្នកដំណើរតាមដងផ្លូវនេះបាទតើគាត់ជាកូនមន្ត្រីធំជាកូនអ្នកមានអំណាចនឹងគឺមានទោសតន់ប្រមាណបាទតែយ៉ាងណារឿងរ៉ាវបាទទាំងអស់នេះអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតនោះគឺថាលោកបណ្ឌិតកិនភីបាទបានលើកឡើងតាក់ទងទៅនឹងសំណុំពរក៏ដូចជាសំណួរដែលចង់ឲ្យបងប្អូនយើងជួយតាមដានណាគេលោ4-10ឆ្នាំក្រោយមកស្រាប់តែបុគ្គលឈ្មោះស៊ីវជ័យសិទ្ធនេះឡើងទៅធ្វើជាធំជាងឪពុកគាត់អីវិញទៅអានឹងបងប្អូនយើងជួយតាមដានផងលោកបណ្ឌិតកិនភីខ្ញុំសូមដកស្រង់នៅសំណួររបស់គាត់ក៏ដូចជាសំណេររបស់គាត់តែម្ដងដែលលោកបានបង្ហោះនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់គាត់ដែលគាត់បានសរសេរសារទាំងស្រុងថាខ្ញុំមានសំណួរមួយបាទទៅសម័យខ្លួននិងសំណុំពរ2ទៅសាធារណជនសំណួរទី1តើរយៈពេល5ថ្ងៃកន្លងមកនេះក្មួយឯងបាត់ខ្លួនទៅណាបានជាឪពុកក្មួយឯងជាស្នងការរងបាទរកមិនឃើញសំណុំពរ2បាទទី1រយៈពេលខ្លីសូមសាធារណជនជួយតាមដានរឿងនេះផងតើអាជ្ញាធរមានសមត្ថកិច្ចចាត់ការបែបណា2រយៈពេលវែងសូមសាធារណជនជួយតាមដានផងក្រែង10ទៅ20ឆ្នាំក្រោយគាត់ធ្វើរាជការធំដូចឪពុកគាត់ឬអាចធំជាងឪពុកគាត់ណែវាកន្លែងនេះខ្ញុំមានការចាប់អារម្មណ៍តាក់ទងទៅនឹងសំណុំពរទី2របស់គាត់ដែរណាបាទយើងតាមដានផងគីឡូភ្លេចខ្លួនយើងភ្លេចបាត់10ឆ្នាំក្រោយយកធ្វើមេបាទកូនយើងបាត់អញ្ចឹងណាបាទធ្វើមេកូនយើងអញ្ចឹងទៅបាទឬក៏ធ្វើអ្នកធំបំរើរីអញ្ចឹងណាបាទវាមិនជាបញ្ហាទេនៅពេលដែលគាត់ចេញពីពន្ធនាគារគាត់មានសមត្ថភាពគាត់រៀនបានជ្រៅជ្រះគាត់អាចមានឱកាសឡើងធ្វើជាបាទគេហៅថាតួនាទីធំបានក៏ប៉ុន្តែថាតើការអនុវត្តបាទនីតិវិធីរបស់គាត់នៅក្នុងតុលាការហ្នឹងត្រឹមត្រូវដែរឬក៏យ៉ាងណាកុំឲ្យថាពី3ឆ្នាំក្រោយស្រាប់តែផ្ដន់ទីតូ 4-10 ឆ្នាំតែមួយឆ្នាំក្រោយរួចខ្លួនបាត់បាទចូលជាប៉ូលីសឬក៏ចូលជារាជការបាត់អាហ្នឹងវាជារឿងមួយដែលបងប្អូនមហាជនក៏គួរតែយកចិត្តទុកដាក់នៅក្នុងការតាមដាននៃការអនុវត្តច្បាប់របស់បាទតុលាការឬក៏របស់អ្នកដែលមាននីតិគេហៅអំណាចបាទនៅក្នុងការអនុវត្តនឹងផងដែរពីព្រោះប្រជាជនក៏មានកាតព្វកិច្ចនៅក្នុងការចូលរួមគោរពច្បាប់និងតាមដានបាទតកតងទៅនឹងការអនុវត្តច្បាប់ដូចគ្នាអរគុណណាស់មានការកោះឆ្គងក៏សូមអធិស្ឋានហើយខ្ញុំបាទក៏សូមបញ្ចប់នៅព័ត៌មានត្រឹមតែប៉ុណ្ណឹងជួបលោកអ្នកនៅព័ត៌មានក្រោយ